เรายល់ពីពាក្យថាសមាធិសិនសមាធិជាភាសាបាលីប្រែជាខ្មែរថាការតម្កល់ចិត្តរបស់យើងឲ្យស្ងប់ឬឲ្យនឹងនៅក្នុងរឿងមួយដែលយើងត្រូវឲ្យចិត្តតម្កល់ក្នុងរឿងយករឿងមកតម្កល់ក្នុងចិត្តនោះព្រោះធម្មតាចិត្តរបស់ផងយើងវាអត់ចេះនៅស្ងៀមទេមិនចេះនៅស្ងៀមទេបើយើងមិនបានសិក្សាយើងអត់ដឹងទេរឿងអាក្រក់ចូលមកធ្វើឲ្យចិត្តនឹងធ្វើឲ្យកើតសេចក្តីទុក្ខភ័យក្តៅក្រហាយក្នុងចិត្តនឹងកើតឡើងរឿងល្អកើតមកធ្វើឲ្យចិត្តរីករាយសប្បាយចិត្តជាធម្មជាតិកណ្ដាលទេស្រេចក្នុងរឿងអាក្រក់ធ្វើឲ្យក្តៅក្រហាយកើតទុក្ខរឿងល្អធ្វើឲ្យរីករាយពេលមិនចេះស្ងៀមរឿងមួយចូលមកចេញផុតរឿងមួយចោតតកន្ទុយអត់ចេះទំនេរទេបានថាសេចក្តីសុខទុក្ខវាកើតមកពីចិត្តតែចិត្តល្អជាសេចក្តីសុខចិត្តអាក្រក់នាំឲ្យទុក្ខកើតមានដែរបើអញ្ចឹងលោកឲ្យយករឿងមួយមកទប់កុំឲ្យរឿងឲ្យចូលចិត្តគិតម្ដងបានតែមួយរឿងទេតែក៏លវល់គិតរឿងអីណាអត់មានរឿងឲ្យចូលមករួចទេអតែអារឿងនោះចេញផុតដែរមួយចូលផ្លុកមកទៀតអត់ចេះទំនេរនេះសូមឲ្យយល់ពីចិត្តហើយទី2ឈ្មោះថាវិញ្ញាណនេះប្រែថាអ្នកដឹងយើងអ្នកដឹងតាមទ្វារទាំង5គឺភ្នែកតិចច្មោះដាតកាយភ្នែករូបមកប៉ះភ្នែកយើងដឹងថារូបអីហ្នឹងចក្ខុវិញ្ញាណសំឡេងមកប៉ះក្នុងតិចយើងដឹងថាសំឡេងអីគេសោតទៅវិញ្ញាណដឹងប្រតិចណាក្លិនអីមកប៉ះនឹងច្មោះយើងដឹងថាក្លិនឈ្ងុយក្លិនឆ្ងាញ់ក៏អូបអីគេហៅឃាតនវិញ្ញាណដាតជូរប្រៃរសជាតិមកប៉ះយើងដឹងជួគេជីវហាវិញ្ញាណអ្នកណាមកប៉ះកាយយើងឲ្យដឹងគេកាយវិញ្ញាណនេះជាគេវិញ្ញាណអ្នកដឹងថាតាមទ្វារ5ខុសពីទ្វារ5នោះអត់មានដឹងអីទេមួយទៀតឈ្មោះមโนនេះរិះគិតត្រេះរិះគិតនៅរឿងហ្នឹងរឿងអីមួយគិតរោគហេតុរោគផលក្នុងរឿងគេហៅមโนតែចិត្តតែមួយនឹងឯងឃើញទេមានទាំងការងារ13ព្រោះនេះយើងអប់រំចិត្តយើងឲ្យទប់ចិត្តឲ្យវានៅស្ងៀមគេហៅសមាធិយ៉ាងនេះសមាធិនេះមានច្រើនមានដល់40បែបព្រោះដែលត្រូវយកមកតម្កល់ក្នុងចិត្តដែលសមាធិ40នេះគេតម្រូវទៅលើចរិតមនុស្សចរិតអ្នកខ្លះសមនឹងសមាធិនេះយកមកតម្កល់វាស្ងប់អ្នកខ្លះសមនឹងសមាធិនៅទៅតាមចិត្តប៉ុន្តែជាសកលទូទៅគេច្រើនប្រើដង្ហើមខ្យល់ចេញចូលរបស់ផងយើងដង្ហើមចេញចូលនេះបាលីឈ្មោះអាណាបាណសតិគឺការរលឹកនឹកគេឲ្យយើងនឹករលឹកចំពោះខ្យល់ដង្ហើមចេញចូលឲ្យវាចងនៅជាប់នឹងកុំឲ្យវាទៅណាដង្ហើមចេញឲ្យដឹងថាចេញចូលឲ្យដឹងថាចូលទប់ឲ្យជាប់នៅនឹងវាអត់ងាករេទៅណាទេម្ល៉េះក្នុងខ្យល់ដែលចេញចូលនោះវាអត់ឲ្យសោកអត់ឲ្យវាមិនឲ្យសេចក្តីទុក្ខឯដល់យើងឲ្យក្តីស្ងប់ក្នុងខ្យល់តែយើងគិតទៅអត់មានអីទេស្ងប់ទេនេះនិយាយពីពាក្យថាសមាធិនោះឯសមាធិនេះមានគុណានុភាពណាគឺគេអប់រំចិត្តហ្នឹងឯងសំបីអ្នកកាន់សាសនាដទៃដែលពួកកាន់សាសនាគ្រីស្ទានក៏គេរៀនដែរសមាធិគេថាមានប្រយោជន៍គេថាវិជ្ជានោះមិនវិជ្ជារបស់ព្រះយេស៊ូវមិនជាវិជ្ជារបស់ព្រះយេហូវ៉ាទេជាវិជ្ជារបស់ព្រះពុទ្ធប៉ុន្តែថាវិជ្ជារបស់អ្នកណាគេអត់គិតទេឲ្យតែវាមានប្រយោជន៍ដល់គេសិក្សារៀនទៅណាអញ្ចឹងគេអត់ប្រកាន់ទេអំណាចសមាធិនេះគេនិយមទូទៅបីសាសនាគ្រីស្ទានដែរក៏គេរៀនដែរអញ្ចឹងបើអញ្ចឹងក្នុងពេលនេះជាបន្តទៅត្រូវហាត់បើកបឺនទប់ដង្ហើមចិត្តរបស់ខ្លួនឥឡូវរៀបចំអេរិយាបថអង្គុយអ្នកដែលអាចអង្គុយពេនបានឲ្យពេនអ្នកអង្គុយពេនបានទេក៏បត់ជើងទៅ
ការពេលនេះវាមានប្រយោជន៍ទប់ខ្លួនឲ្យត្រង់ចាធ្វើជាងោកខ្លួនឲ្យត្រង់អត់ឲ្យងោកអីទេព្រោះមានជើងជាគ្រឹះវាទប់ឆ្វេងស្ដាំអញ្ចឹងណាយ៉ាងមានប្រយោជន៍អញ្ចឹងហើយកាលណាពេលណាគេឲ្យដាក់ជើងស្ដាំឬជើងឆ្វេងតាមច្បាប់ណាបើដាក់វាមិនកើតទេក៏ដាក់រៀបចឹងទៅមិនអីទេឬអង្គុយឆ្អឹងខ្នងឲ្យត្រង់អង្គុយឆ្អឹងខ្នងឲ្យត្រង់យ៉ាកុំឲ្យកោងហើយមុខថ្លឹងឲ្យស្មើមុខថ្លឹងឲ្យស្មើកុំឆ្ងោកកុំអើតអញ្ចឹងកាលណាយើង